បើយើងចេះតែបណ្ដោយឲ្យមានការទាស់ចិត្តកើតឡើងរឿងទាស់ក្នុងជីវិតយើងមិនចេះខ្វះទេប៉ុន្តែបើយើងតាំងចិត្តកុំឲ្យទាស់ព្រោះយល់ដល់សភាវៈពិតក្នុងលោកដូច្នេះពិតជាប្រសើរណាស់មិនសូវមានរឿងទាស់ចិត្តក៏មិនសូវក្តៅបញ្ញាភាវនារមែងចម្រើននៅក្នុងព្រាហ្មវគ្គវគ្គទី26នៃព្រះគាថាធម្មបទព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាតថាគតហៅបុគ្គលដែលមិនខឹងក្រោធចំពោះពួកជនដែលខឹងក្រោធហើយអ្នករំលត់ចំពោះពួកជនដែលមានអញ្ញាក្នុងខ្លួននិងអ្នកដែលមិនមានសេចក្តីប្រកាន់ចំពោះពួកជនដែលមានសេចក្តីប្រកាន់នោះថាជាព្រាង